រូបមន្តជំរុះស្លឹកចាស់ដាក់ដំណេកត្រួយថ្មីស្វាយចន្ទីបាញ់6ដងបានរើសគ្រាប់វគ្គដំបូងជំរុះ 80% ប្រើស្ពីតថៃអូ6គីឡូបុកស្ពីតស្ដេចផ្កា4គីឡូលាយទឹក 1000 លីត្របាញ់ឲ្យជោគនិងសឹបបានល្អវគ្គបាញ់ទាញត្រួយផ្កាក្រោយជំរុះបាន7ទៅ10ថ្ងៃប្រើស្ពីតផ្កាល្អ3គីឡូបុកស្ពីតអាតូនិក1ដបលាយទឹក 1000 លីត្របាញ់ឲ្យជោគនិងសឹបបានល្អវគ្គបន្ថែមអាហារធម្មពលលើស្លឹកនិងទងផ្កាប្រើ Transform រូបមន្តទី1បូកស្ពីតអាតូនិក1មុខ1ដបលាយទឹក 3000 លីត្រ10ទៅ15ថ្ងៃបាញ់ម្ដងបាញ់ឲ្យបាន2ដងវគ្គជំរុញផ្កាឲ្យដាក់ក្តឹបបានល្អក្តឹបមានគុណភាពប្រើ Transform រូបមន្តទី2បូកស្ពីតរំញោច1មុខ1ដបលាយទឹក2000ទៅ3000 លីត្រ10ទៅ15ថ្ងៃបាញ់ម្ដងបាញ់ឲ្យបាន2ដងវគ្គថែទាំក្តឹបផ្លែរហូតប្រមូលផលប្រើ Transform រូបមន្តទី2 1ដបលាយទឹក 1500 លីត្រ15ទៅ20ថ្ងៃបាញ់ម្ដងបាញ់ជាបន្តបន្ទាប់រហូតប្រមូលផលអស់សម្គាល់លាយថ្នាំសត្វល្អិតដង្កូវជំងឺតាមវគ្គនីមួយៗទៅតាមបញ្ហាដែលបានកាត់ឡើងចំពោះមុខជាក់ស្ដែងជាចាំបាច់និងបន្ថែមគុណភាពជីថ្នាំជាមួយស្ពីតប្រេងជម្រាប